បាទរីស្វាគមន៍ជាមួយនឹងបងប្អូនដែលមានតម្រូវការខាងផ្នែកមកវិស័យធុងបាសបងប្អូនឥឡូវខ្ញុំធ្វើផុសបងប្អូនអាចចាប់អារម្មណ៍ជាមួយនឹងធុងប្រភេទអក្សរ X ក៏មានបាទជាមួយនឹងធុងប្រភេទ PLY ក៏មានបងប្អូនបាញ់ឆ្នាំរួចអស់ហើយធុងថ្មីទុកបងប្អូនត្រូវការយកបាញ់ឆ្នាំបន្ថែមអានេះប្រភេទរ៉ាហាបងប្អូនណាខាងនោះមានច្រើនតាន់រៀបចំPLY បាទអានេះតឡើងថ្មីដែរពេលធុងបាទអូដឺកៅឬក៏រ៉ាហាបងប្អូនបាទនេះបាទប្រភេទហ្នឹងនេះច្រើនជាងគឺពេលបាញ់ឆ្នាំហើយគឺប្រភេទចេញរបៀបហ្នឹងបងប្អូនពេលបាញ់ឆ្នាំហើយចេញរបៀបហ្នឹងប៉ុន្តែយើងដាក់យើងកាត់ក្តៅអីបើហុយប្រឡាក់ខ្លះយើងអត់ទាន់បានសម្អាតបន្ថែមទៀតបាទប្រភេទធុងមួយនេះគឺអូដឺកៅឬក៏រ៉ាហាំនេះគឺឧបករណ៍វាប្រភេទបងប្អូនគាត់ឆ្ងល់គាត់សួរថាឧបករណ៍បេមុខតាណាបងប្អូនបាទនេះគឺឧបករណ៍វាបេមុខមួយមុខបងប្អូនវាស្តៀងនឹងធុងជីប៊ីនធុងលៀបនេះហើយកម្ពស់8ជំរៅ8បងប្អូនបាទជាមួយនឹងសាច់ក្តារល្អសាច់ក្តារប្រភេទក្តារល្អបងប្អូនកម្រាស់វា18លីក្តារក្នុងប្រទេសកម្ពុជាគឺត្រឹម18លីអត់បាន20លីទេបាទហើយអានេះជាប្រភេទធុងមុខ18បងប្អូនគឺធុង5ទឹកហើយតម្រូវវាបើយើងចង់ដាក់ទៅ6ទឹកយើងកែប្រព័ន្ធមានតិចទៀតនឹងបងប្អូនអាចចាប់អារម្មណ៍អាចកំងឬក៏ចង់បានធុងអីអាចតំណទៅមកខ្ញុំបាទបាទអាសយដ្ឋានគឺបាទនៅលើផ្លូវវិតុងមកពីផ្សារក្រគោមកចម្ងាយប្រហែលបាទ500-600 ម៉ែត្រដល់បងប្អូននេះហើយផ្លូវវិតុងបងប្អូនណាហើយចូលមកគឺឃើញបាទនៅស្រុកកកូនបាទហើយនេះមានប៉ាយយីហោរបស់ខ្ញុំត្រឹមត្រូវបងប្អូនណាបាទមានប៉ាយយីហោត្រឹមត្រូវហើយយើងមិនមែនលក្ខណៈជាហាងដូចគេទេយើងគ្រាន់តែដំឡើងនៅក្នុងបាទភូមិរបស់យើងផ្ទះរបស់យើងបងប្អូនណានឹងសម្រាប់បងប្អូនខ្ញុំមិនសូវបានបាទចេញវីដេអូជាញឹកញាប់ទេអញ្ចឹងគឺវីដេអូចេញជាវីដេអូខ្លីៗវីដេអូវែងគឺខ្ញុំសូវបានចេញបាទព័ត៌មានប្រាប់បងប្អូននេះបាទហើយធុងនោះក៏យើងមានបាទយើងកែងប្រភេទនេះគឺល្អយើងកែងយើងអាចដាក់លើគ្នាបានបាទគឺវាមានរត់ហាំបងប្អូនណានេះហើយយើងធ្វើដៃប្រភេទនេះទៅអានេះយើងអត់ទាន់ចាប់ដើមចោះដៃបងប្អូនបាទនឹងឲ្យកុំភ្លេចបាទតំណចង់រកជាវយកធុងទៅប្រើប្រាស់ធុងដែលមានសម្លេងកម្លាំងបាសបុកខ្លាំងបងប្អូនអាចតំណមកខ្ញុំបាទជាងសមៀននៅស្រុកក្រគរខេត្តពោធិ៍សាត់យើងនឹងបាទយើងកូនខ្មែរយើងត្រូវគ្រប់គ្រងស្នាដៃរបស់ខ្មែរដែលយើងធ្វើបានអរគុណច្រើនបងប្អូនជុំរៀប